ហេតុអ្វីកម្ពុជាមិនហ៊ានប្រើច្បាប់អន្តរជាតិបើកម្ពុជាសល់ផ្លូវតែមួយសម្រាប់ទាមទារដីដែលបាត់បង់ត្រឡប់មកវិញដោយការប្តឹងតុលាការអន្តរជាតិហេតុអ្វីកម្ពុជាមិនព្រមធ្វើយើងមានភស្តុតាងយើងមានប្រវត្តិសាស្ត្រនិងមានច្បាប់អន្តរជាតិនៅខាងដៃប៉ុន្តែអ្វីដែលយើងខ្វះគឺភាពក្លាហានរបស់អ្នកដឹកនាំក្នុងការងើបឈរតវ៉ាឲ្យពិភពលោកបានដឹងហេតុផលមួយចំនួនដែលថ្នាក់ដឹកនាំយកជំរឿស្ងាត់ហើយមិនប្តឹងទៅតុលាការអន្តរជាតិសំណុំរឿងពុករលួយនិងផលប្រយោជន៍បុគ្គលការឡើងតុលាការអន្តរជាតិតម្រូវឲ្យមានការបើកចំហឯកសារនិងកិច្ចព្រមព្រៀងនានាប្រសិនបើថ្នាក់ដឹកនាំធ្លាប់បានលួចចុះហត្ថលេខាកាត់ដីឬបែងចែកផលប្រយោជន៍ព្រៀងការជាមួយភាគីថៃឬភាគីវៀតណាមជាសម្ងាត់ដើម្បីលាបសក្ការៈផ្ទាល់ខ្លួននោះការប្តឹងអន្តរជាតិឬស្មើនឹងការអត្តឃាតនយោបាយឬការទម្លាយកំហុសខ្លួនឯងឲ្យពិភពលោកបានឃើញខ្លាចបាត់បង់នំខេកដែលកំពុងចែកគ្នាតំបន់ត្រួតស៊ីគ្នានៅសមុទ្រមានតម្លៃរាប់ពាន់លានដុល្លារការចរចាបែបទ្វេភាគីខ្មែរថៃងាយស្រួលត្រឹមការចាត់ចែងចែកលួចគ្នាជួយហបៃឯកជនប៉ុន្តែបើទៅដល់តុលាការអន្តរជាតិគ្រប់យ៉ាងត្រូវធ្វើឡើងតាមច្បាប់សមុទ្រដែលនឹងធ្វើឲ្យអ្នកមានអំណាចមិនអាចស៊ីសំណួរឬកេងចំណេញពីធនធានជាតិបានតាមចិត្តឡើយផ្លូវច្បាប់អន្តរជាតិគឺជាអាវុធតែមួយគត់ដែលប្រទេសតូចតាចដូចជាកម្ពុជាអាចប្រើដើម្បីតតាំងជាមួយប្រទេសជិតខាងដែលមានអំណាចធំជាងបើថ្នាក់ដឹកនាំមិនប្រើអាវុធនេះទេនោះមានន័យថាពួកគេកំពុងសំគំនិតឲ្យគេរំលោភយកទឹកដីខ្លួនឯងកុំយកពាក្យថារក្សាសន្តិភាពមកធ្វើជាលែកដើម្បីបិទបាំងភាពកំសាកឬការលួចជាតិបើមិនហ៊ានប្តឹងដើម្បីទឹកដីតើអ្នកដឹកនាំជាតិដើម្បីអ្វីនៅពេលដែលអំណាចត្រូវបានការភឿឬគ្រប់គ្រងដោយប្រទេសជិតខាងថ្នាក់ដឹកនាំមិនហ៊ានបកក្រោយទៅខំដីដែលកំពុងជួយទប់អំណាចខ្លួននោះឡើយការរក្សាអំណាចបកពួកសំខាន់ជាងការរក្សាអធិបតេយ្យភាពជាតិពួកគេសុខចិត្តបាត់បង់ដីប្រសើរជាងបាត់បង់អំណាចបើដឹងថាខ្លួនឯងត្រូវហេតុអ្វីមិនហ៊ានយកក្តីនេះទៅប្តឹងនៅតុលាការអន្តរជាតិតើខ្លាចអ្វីឬមួយក៏ដឹងខ្លួនថាបានភឿរឿងខុសឆ្គងពីក្រោយខ្នងរីទើបមិនហ៊ានឲ្យច្បាប់អន្តរជាតិមកកែសេចក្តី